7 ចំណុចដែលធ្វើឲ្យស្ត្រីជួបនៅបញ្ហាធ្លាក់ឈាមរដូវតិចតិចឬក៏រដូវមិនទៀងទាត់ឬក៏រដូវមកប្រឡាក់ខោដោយវាថាដូចក្អែលណាជាប់ខោអត់មានមកច្រើនទេគាត់តែជាប់ខោទីខោក៏បាត់ទៅវិញចាអញ្ចឹង7ចំណុចនេះគឺបងប្អូនអ្នកគ្នាតើចំណុចមួយណាដែលយើងកំពុងតែជួបបញ្ហាហ្នឹងចាចំណុចទី1ខ្ញុំជឿជាក់បងប្អូនអ្នកគ្នាភាគច្រើនគឺជួបចាគឺពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់មធ្យោបាយពជាកំណើតការប្រើប្រាស់មធ្យោបាយពជាកំណើតមិនថាបងប្អូនអ្នកគ្នាប្រើប្រាស់មធ្យោបាយដែលមានអរម៉ូនមួយមុខឬក៏អរម៉ូនពីរមុខឬក៏អត់មានអរម៉ូនទេយ៉ាងថ្នាំលេបប្រភេទថ្នាំគ្រាប់ញ៉ាំរាល់ថ្ងៃណាថ្នាំចាក់កងក្រោមស្បែកនិងកងក្នុងស្បូនបងប្អូនអ្នកគ្នាប្រើប្រាស់មធ្យោបាយពជាកំណើតហើយជួបទៅលើអាការៈបែបហ្នឹងកុំព្រួយបារម្ភវាជាផលរំខានរបស់មធ្យោបាយពជាកំណើតទេណាទី2ការប្រើប្រាស់ថ្នាំអរម៉ូនផ្សេងដូចជាប្រភេទថ្នាំ72ម៉ោងឬក៏ថ្នាំអរម៉ូនណាមួយដែលត្រូវធ្វើការព្យាបាលជំងឺណាឬក៏ពាក់ព័ន្ធជាមួយការបងប្អូនអ្នកគ្នាប្រើប្រាស់វីតាមីនឬក៏ប្រើប្រាស់ជាប្រភេទ collagen ដែលពេលដែលយើងញ៉ាំទៅធ្វើឲ្យមានការបំបែកបំពុលសុខភាពរាងកាយហើយក៏វាជាអត្តពលទៅដល់អរម៉ូនដែរទី3គឺតាក់ទងជាមួយនឹងការបំបែកបំពុលអរម៉ូននៅក្នុងរាងកាយដែលតាក់ទងជាមួយនឹងកត្តារស់នៅរបស់យើងប្រចាំថ្ងៃដូចជាពាក់ព័ន្ធជាមួយនឹងការដែលយើង stress ពេកហត់នឿយមានភាពតានតឹងពេកគេងសម្រាប់អត់បានគ្រប់គ្រាន់ការញ៉ាំរបស់អាហារអត់សូវមានជីវជាតិយើងចូលចិត្តញ៉ាំអាហារក្រៀមខ្វះដែលវាអត់សូវមានសារធាតុចិញ្ចឹមដល់រាងកាយរបស់យើងណាក៏ជាអត្តពលទៅដល់អរម៉ូននៅក្នុងរាងកាយដែរក៏ដូចជាការដែលយើងញ៉ាំទឹកតិចអាហ្នឹងក៏ធ្វើឲ្យប៉ះពាល់ទៅដល់អរម៉ូននៅខាងក្នុងដែរនឹងតាក់ទងជាមួយនឹងបងប្អូនដែលគាត់កំពុងតែព្យាបាលជំងឺផ្សេងឬក៏កំពុងតែប្រើប្រាស់ថ្នាំព្យាបាលជំងឺឬក៏សុខភាពរបស់យើងមួយរយៈយើងអត់សូវមានសុខភាពល្អក៏ធ្វើឲ្យមានបញ្ហារដូវមកតិចដូចគ្នាផងដែរទី4គឺតាក់ទងជាមួយនឹងការដែលយើងលើសគីឡូពេកយើងស្រកគីឡូខ្លាំងពេកចាកាលណាយើងលើសគីឡូពេកក៏ប៉ះពាល់ទៅដល់អរម៉ូននៅខាងក្នុងយើងស្រកគីឡូពេកក៏ប៉ះពាល់ទៅដល់អរម៉ូនខាងក្នុងចំណុចទី5គឺពាក់ព័ន្ធជាមួយស្ត្រីដែលគាត់កំពុងតែបំបត្តិដោះកូនបងប្អូនដែលគាត់បំបត្តិដោះកូនហើយគាត់មានការធ្លាក់ឈាមរដូវមកបន្តិចអានឹងក៏ជាចំណុចដែលយើងត្រូវគិតដែរថាដោយសារតែយើងបំបត្តិដោះកូនវាធ្វើឲ្យមានការបំបែកបំពុលអរម៉ូននៅក្នុងរាងកាយរបស់យើងអញ្ចឹងហើយក៏យើងនឹងជួបទៅលើបញ្ហាមករដូវតិចដូចគ្នាផងដែរទី6គឺពាក់ព័ន្ធជាមួយស្ត្រីដែលគាត់វ័យច្រើនវ័យគិនឹងអស់រដូវឬក៏វ័យចិត្តដល់ពេលអស់រដូវនៅពេលដែលស្ត្រីវ័យអស់រដូវអរម៉ូនរបស់ស្ត្រីនឹងចាប់ដើមមានការថយចុះធ្លាក់ចុះដែលធ្វើឲ្យមានអាការៈនៃការមករដូវមិនទៀងឬក៏ពាក់ព័ន្ធជាមួយនឹងរដូវមកបន្តិចប្រឡាក់ខោអញ្ចឹងស្ត្រីនៅពេលដែលវ័យកាន់តែច្រើនអរម៉ូនកាន់តែថយចុះទៀតរដូវរបស់យើងក៏មិនអាចមកច្រើនដូចយើងនៅក្មេងដែរគឺមកបន្តិចអាចមកប្រឡាក់ខោឬក៏អ្នកខ្លះទៀតរដូវអត់ទៀងទាត់ឬក៏ពេលដែលគៀកចិត្តដល់អស់រដូវគឺបំបែកបំពុលតែម្ដងដែលធ្វើឲ្យគាត់បាត់រដូវមួយរយៈបន្ទាប់មកក៏បាត់យូរមួយឆ្នាំអីទៅអានឹងគឺមានន័យថាគាត់គឺដល់វ័យអស់រដូវហើយទី7គឺចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹងការដែលយើងមានជំងឺ